បាទសួស្តីបងប្អូនបាទនេះគឺជាឈុតម៉ាស៊ីនຂະຫນາດ300លីត្រក្នុង1ម៉ោងបាទយើងរៀបចំម៉ាស៊ីននេះរួចរាល់ហើយ 100% ហើយបាទចុះវីដេអូនេះខ្ញុំតពីភាគមុនដែលយើងរៀបចំបាទកំពុងតែរៀបចំបាន 80% បងប្អូនបាទហើយនេះយើងបង្ហើយគ្រប់ 100% បាទទាំងការថែទាំទាំងការប្រើប្រាស់ទាំងការវិចប់អីគឺយើងបង្ហាញជូនបងប្រុសរួចរាល់ហើយបងប្អូនបាទហើយម៉ាស៊ីននេះគឺយើងដំឡើងក្នុងកំពង់សោមបងប្អូនបាទក្រុងបរសេនុហើយឈុតនេះដែរគឺពុកម៉ែបងប្អូនមានដើមទុនតិចតួចមែនតើសម្រាប់ការបើកនេះបាទមានត្រឹមតែ $2,500 ទេគឺយើងអាចប្រើឈុតលក្ខណៈគ្រួសារនេះបានបាទហើយឈុតនេះគឺសម្រាប់បងប្អូនដែលកំពុងតែមានម្ដងចង់ស្វែងរកម៉ាស៊ីនផ្លទឹកសុទ្ធបាទដែលជាលក្ខណៈខ្នាតតូចបាទលក្ខណៈគ្រួសារបាទសាកល្បងក្នុងការបើកដំបូងពុកម៉ែបងប្អូនអាចសិក្សាជាមួយនឹងឈុតនេះបានបាទហើយលក្ខណៈពិសេសមួយទៀតគឺពុកម៉ែបងប្អូនអាចវាយដូរម៉ាស៊ីនขนาดតូចទៅជាขนาดធំបានបាទជាមួយនឹងក្រុមហ៊ុនខាងបងប្អូនបានបាទមិនថាជាពុកម៉ែបងប្អូនប្រើប្រាស់ម៉ាស៊ីនខាងក្រុមហ៊ុនណាទេគឺពុកបងប្អូនអាចវាយដូរបានបាទចឹងក្នុងឈុតនេះណាគឺយើងមានថែមជូន stand 2គ្រាប់បាទ 1000 លីត្រ 2គ្រាប់បាទមួយទុកទឹកឆៅហើយមួយទៀតសម្រាប់ទុកនៅទឹកសុទ្ធបាទហើយនឹងប្រព័ន្ធធុងស្មាច់3គ្រាប់បាទមានអានសាយកាបូនរេស៊ីនបាទហើយនៅក្នុងក្បាលម៉ាស៊ីននេះគឺមាន AO បាទ AO នេះសម្រាប់ម្លាញទឹកជា2បាទមានទឹកមួយទឹកក្រិចហើយនឹងមួយទៀតទឹកសុទ្ធបាទហើយ UV ទៀតបងប្អូនបាទ UV នេះខាងលើនេះបងប្អូនគេហៅថា UV នេះអាចសម្លាប់មេរោគបានរហូតដល់ 100% ហើយទឹកនេះគឺយើងអាចយកទៅឆុងទឹកដោះគោកូនក្មេងបានបាទដោយសារតែវាឆ្លងកាត់ជាមួយនឹង ultraviolet ដែលគេថា UV ហ្នឹងបងប្អូនបាទហើយវាចេញពីហ្នឹងមកគឺមានធុងរសជាតិមួយទៀតសម្រាប់បន្ថែមរសជាតិទឹកយើងកាន់តែឆ្ងាញ់បាទគឺមានន័យថាអត់ឲ្យវាសាបស្លែមពេលដែលយើងហូបទៅបាទហើយទឹកដែលចម្រោះចេញមកគឺធានាជូនពុកម៉ែបងប្អូនបាទគឺទាំងគុណភាពនិងរសជាតិគឺធានាជូនតែម្ដងហើយយើងមានអាជ្ញាប័ណ្ណជូនពុកម៉ែបងប្អូនទៀតមានន័យថានៅពេលដែលបងប្អូនទិញម៉ាស៊ីនពីខាងក្រុមហ៊ុនយើងទៅខាងក្រុមហ៊ុនគាត់ free ជូនជាមួយនឹងឯកសារច្បាប់មួយឈុតទៀតសម្រាប់បងប្អូនលក់ទឹកនៅលើទីផ្សារគឺអត់បាច់ភ័យព្រួយទេលក់ដោយមានទំនុកចិត្តដោយសារតែម៉ាស៊ីនពុកម៉ែបងប្អូនគឺមានច្បាប់ពីក្រោយជាមួយនឹងក្រុមហ៊ុនតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងបាទឬក៏មានចម្ងល់បន្ថែមអាចទាក់ទងមកបានជាមួយនឹងក្រុមហ៊ុនយើងខ្ញុំបាទអញ្ចឹងបើសិនជាក្នុងវីដេអូនេះខ្ញុំរៀបរាប់ជូនពុកម៉ែបងប្អូនអត់អស់នៅចម្ងល់ផ្សេងៗទេពុកម៉ែបងប្អូនអាចខមមិនខាងក្រោមឬក៏ទាក់ទងក្នុង Facebook page ខាងយើងខ្ញុំក៏បានដែរបងប្អូនបាទខាងក្រុមការងារនឹងតបជូនពុកម៉ែបងប្អូនបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯងបងប្អូនបាទយើងជួបគ្នានៅវីដេអូក្រោយៗដែលយើងដំឡើងម៉ាស៊ីនរួចរាល់បន្ថែមទៀតបាទ